អូនដែលចូលចិត្តដាំដំណាំហើយអត់ទាន់ចេះផ្សាំកូនឈើបងប្អូនណាយើងទៅទិញកូនឈើគេយកមកដាំអញ្ចឹងវាអត់ងាយផ្លែទេបងប្អូនតែបើសិនជាយើងផ្សាំគឺវាឆាប់បានផលឲ្យយើងវិញបងប្អូនណាឥឡូវបងប្អូនអត់ចេះផ្សាំបងប្អូនមកមើលវីដេអូនេះទាំងអស់គ្នាបងប្អូនអញ្ចឹងអត់មានអីពិបាកងាយទេបងប្អូនណាការផ្សាំមែកឈើការផ្សាំកូនឈើអញ្ចឹងគ្រាន់តែយើងអាចកោសសបកវាចេញទៅហើយយកសកៃដូងបងប្អូនដាក់ដីដាក់សកៃដូងមកហើយយកទៅដាក់នៅកន្លែងដែលយើងពះសបកវានឹងចេញមកកោសសបកវានឹងចេញហើយទុករយៈពេល15ថ្ងៃទៅបងប្អូន10ទៅ15ថ្ងៃទៅអញ្ចឹងយើងឃើញឫសវាដុះមកសស្ញាញបងប្អូនអញ្ចឹងយើងអាចកាត់វាយកទៅដាំបានហើយចំណែកអានេះគឺការផ្សាំវាមានផ្សេងពីគ្នាអញ្ចឹងបងប្អូនអ្នកខ្លះក៏ដាក់កំប៉ុងអ្នកខ្លះក៏ដាក់ថង់រុំអញ្ចឹងណាអញ្ចឹងចង់រុំអីក៏រុំទៅបងប្អូនឲ្យតែវាដុះឫសឲ្យតែដើមឈើនឹងវាដុះឫសមកយើងអាចកាត់វាយកទៅដាំបានណាបងប្អូនណាចង់បងប្អូនយកស្បោងយកទៅដាក់ឬកាត់10ជ័រយកទៅដាក់ក៏ដោយឲ្យតែវាដុះឫសមកសស្ញាអញ្ចឹងបងប្អូនណាយើងកាត់យកទៅដាំបានហើយវារស់ហើយអញ្ចឹងឯងបងប្អូន